ទីនេះ Newsbox ព័ត៌មានពិតទាន់ហេតុការណ៍សម្រាប់លោកអ្នកសហរដ្ឋអាមេរិករំពឹងថាថៃនឹងសហការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាភ្លាមៗ Alongside this peace treaty, we also are signing a major trade deal with Cambodia and a very important critical minerals agreement with Thailand. The United States will have a robust commerce. ប្រភពពីរយតថ្ងៃទី27 ខែតុលាឆ្នាំ2025មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃច័ន្ទថាសហរដ្ឋអាមេរិករំពឹងថាប្រទេសថៃនឹងធ្វើការជាមួយប្រទេសកម្ពុជាដើម្បីចាប់ផ្ដើមការដោះលែងទាហានចំនួន18នាក់ជាបន្ទាន់បន្ទាប់ពីមេដឹកនាំនៃប្រទេសនានាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបានពង្រឹងកាលពីថ្ងៃអាទិត្យនៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump មន្ត្រីរូបនោះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាការរំពឹងទុករបស់យើងគឺថាដំណើរការនេះទាក់ទងនឹងការបដិញ្ញាចិត្តទាំងអស់នឹងចាប់ផ្ដើមភ្លាមៗនៅពេលដែលវាត្រូវបានចុះហត្ថលេខាមុនកិច្ចប្រជុំដែលបានគ្រោងទុករបស់លោកត្រាំជាមួយប្រធានាធិបតីចិនស៊ីជីនពីងនៅថ្ងៃប្រហ័សនៅខាងក្រៅកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅកូរ៉េខាងត្បូងមន្ត្រីរូបនោះបាននិយាយថាគោលនយោបាយរបស់សហរដ្ឋអាមេរិកលើតៃវ៉ាន់មិនបានផ្លាស់ប្ដូរសូម្បីតែបន្តិចមន្ត្រីរូបនោះបានបន្ថែមថាគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងជើងនៅតែជាការរំសាយអាវុធនុយក្លេអ៊ែរ